ការចំណាយរបស់អ្នកលក់រីនៅសហរដ្ឋអាមេរិកកាលពីខែមុនគឺខ្សោយជាងការរំពឹងទុកជាសញ្ញាដ៏ពិបាកមួយដែលថាអ្នកទិញទំនិញអាមេរិកអាចចាប់ផ្ដើមដកខ្លួនចេញនាយកដ្ឋានពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃច័ន្ទថាការលក់រីបានកើនឡើង 0.2% នៅក្នុងខែកុម្ភៈធៀបនឹងខែមុនដែលបានធ្លាក់ចុះ 11.2% ដែលត្រូវបានចេញកាលពីខែមករាជម្លោះពាណិជ្ជកម្មរវាងលោកប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិកបានជំរុញឲ្យមានកម្រិតនៃភាពមិនច្បាស់លាស់ខ្ពស់ក្នុងចំណោមអ្នកប្រើប្រាស់និងអាជីវកម្មតួលេខនៃការចំណាយរបស់អ្នកប្រើប្រាស់ទុនខ្សោយកំពុងបន្ថែមការព្រួយបារម្ភថាសេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះហើយប្រហែលជាកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចរបាយការណ៍លក់រីកាលពីថ្ងៃច័ន្ទមិនបានបន្ធូរបន្ថយការភ័យខ្លាចទាំងនោះទេ